chứ không anh thích set chứ xe đừng ấy không set ra mục đích set đó là nè ấy thòng đa nha scroll tóc như khi ADB thì ấy nhá cho ADB ngày một rồi bánh đủ bảo ấy mình đâu nè ồ trong bàn set đi tôi lụi xe đây nè nhớ cho mình cái rồi admin tiết rồi em anh vô mai đấy bấy hay đọc thèm vô mai vậy xuống máy chứ không mình té này mình tên đó bạch riêng mày ngay cái đọc thèm đôi chim miên mà cướng đây chấm cho bắt lúc em họ đã bóng ôn những mưa lấy trong đó ngay mau chẳng trong thoát tiền lấy ngay cô bầm nó thoát đi chụp kia trong gì bị ấy nữa nè mạch tay na trong bố tay na mịch liêng nè tay na cắt ở chi tê ở review thoát giấy miền man riêng tục chân review về đôi chia mình tình nó nghe vậy vậy khai gì ăn ó nè cho thoát ra bong có khác đó giấy mà đấy ok vậy còn vậy ta vậy bị na tay na đấy bây giờ nhẹ nhảy pin ở lấy ta vậy thì tốt riêng mà bọn nó này chia bị âm review chia SE đọc bay xôn xôn nămផលិត 2025 ហើយដោយតែបងប្អូនអរគ្នាបានឃើញគឺផ្លាស់ប្ដូររូបរាងស្ទើរតែទាំងស្រុងតែម្ដងបាទឥឡូវយើងមើលពីខាងមុខនេះគឺជាចង្គៀងអាប់ដេតថ្មីរូបរាងរចនាបថដូចនឹងអក្សរ X បាទកាមេរ៉ាបង្ហាញបងប្អូនយើងមួយទៅដូចអត់ប្រញាប់ទៅណាទេបាទគឺញាក់សាច់ខាងនេះគឺមាន logo BMW LED បងប្អូនឃើញតែចង្គៀងមួយគ្រាប់អញ្ចឹងណាប៉ុន្តែគ្រាប់ហ្នឹងគឺមានទំហំធំមែនតើបាទហើយភ្លឺខ្លាំងហើយសាច់នឹងសារតែ fog light ទៀតហើយ fog light នេះដែរគឺឆ្នាំថ្មីនេះបាទ version ថ្មីនេះគឺគេប្រកបក្នុងតួម៉ូតូតែម្ដងបាទបងប្អូនអរគ្នាចាំចុងវីដេអូទៅខ្ញុំអាចវាម៉ូតូក្នុងផ្ទះខ្ញុំពិបាកបង្ហាញបងប្អូនអរគ្នាពីការភ្លឺសាច់របស់7ទេណាតែមិនធ្វើទេមានឱកាសខ្ញុំនឹងបង្ហាញpencil ក៏ដូររូបរាងនិយាយទៅដូររូបរាងច្រើនបងប្អូនអរគ្នាអាចមើលតាមវីដេអូនោះទៅហើយនិយាយដែលផ្នែកសំខាន់ខ្ញុំនិយាយតែចំណុចសំខាន់ទេព្រោះនិយាយវាអត់អស់ច្រើនណារៀបរាប់បងក៏មិនអស់ដែរឥឡូវនិយាយពី option ដែលខ្ញុំកំងទិញនេះគឺជា option ESA បាទ ESA ហ្នឹងពីច្រើនបងប្អូនខាងអឺរ៉ុបគាត់ហៅអញ្ចឹងគឺនេះអត់មានអង្គការទេបាទគុំចម្លែកបាទម៉ាស៊ីនធំណាស់បាទ1300តែបែរជាប្រើអូតូវិញបាទ ESA ហ្នឹងគឺអត់មានអង្គការទេប៉ុន្តែយើងមានកើសលេខដូចនឹងអង្គការអញ្ចឹងប្រយ័ត្ននេះបាទគឺប្រើនៅពេលដែលយើងប្រឆេះម៉ូតូហើយយើងចូលលេខ1គឺយើងដាច់ខាតត្រូវតែជន់បាទជន់ទៅវានឹងចូលទៅលេខ1ហើយកន្លែងនេះមកកាមេរ៉ាបង្ហាញកន្លែងនេះមួយទៀតកន្លែងនេះពេលដែលយើង start ទៅជន់លេខ1ហើយវាមាន manual ហើយនឹង drive បាទដូចឡានហ្នឹងបាទឡានគឺលេខ D គឺអូតូអញ្ចឹងពេលដែលយើងចុចយើងជន់លេខហើយយើងចុចមកផាសមក D គឺអូតូតែម្ដងយើងអត់មាន hot នឹងប្រើចង្កឹះលេខទេហ្នឹងគឺជា option ធំបំផុតសម្រាប់ BMW ចំនួនថ្មីបាទកន្លែងយើងមើលទៅចូលកុងទ័រតែម្ដងណាពីព្រោះអីវាមាន option អូតូច្រើនទាំងបូមទាំង windshield បាទឥឡូវយើង start តែម្ដងអត់មានកម្រងផែនការច្បាស់លាស់អញ្ចឹងមិនដឹងថា review ពីណាទៅណាទេអូនេះកន្លែងសោ smart key ថ្មីគឺអែមែនតើបាទអានេះ lock និង unlock ហ្នឹងគឺពាក់ព័ន្ធនឹងនេះមកនេះធុងខាងក្រោយនេះពេលដែលយើងកាច់សោបរត់ទៅយើង lock ធុងមិនមានភ័យរឿងមានជនណាខលខូចអាចយកអវ៉ាន់យើងក្នុងបានទេព្រោះពាក់ព័ន្ធមួយនឹងសោបាទឥឡូវខ្ញុំបង្ហាញ option ខ្លះត្រួសនៅក្នុង TFT ជាមួយនឹងនេះដៃខាងឆ្វេងឥឡូវយើងទី1 ACC នេះគឺជា adaptive cruise control បាទហើយ adaptive cruise control ហ្នឹងគឺពាក់ព័ន្ធនឹងការកំណត់បឿនហើយគឺគេមាន radar ខាងមុខនេះ radar ខាងមុខពាក់ព័ន្ធនឹងរថយន្តដែលលើកម្រិតពីម៉ូតូយើងប្រមាណអញ្ចឹងរត់អត់ឲ្យប៉ះពាល់គ្នាទេបាទទោះបីយើងក្នុងល្បឿនដែលយើង set 100ឡានខាងមុខរត់80គឺម៉ូតូយើងរត់តម្រូវឡានខាងមុខបានហើយយើងរត់80ទេអត់មានរត់100ទៅបុកម៉ូតូគេបានទេបាទនេះគឺជា adaptive cruise control update ថ្មីហើយគេបំពាក់ជាមួយនឹង radar បាទហើយដល់ឡែកកញ្ចក់គឺមាន line sport ដូចឡានហ្នឹងបាទនេះ line sport បងប្អូនឃើញកាមេរ៉ាបង្ហាញបងប្អូនយើងឃើញណាសងខាងបាទសងខាងឥឡូវយើងចូល TFT វិញពាក់ព័ន្ធនឹងកម្ដៅបាទកម្ដៅដៃនិងកម្ដៅកែបគឺកម្ដៅទាំងមុខទាំងក្រោយបាទទាំងពីរដៃដូចគ្នាចូលមកwindshield ខ្ញុំហៅថា windshield នៅក្នុង TFT គេហៅ windscreen បាទចូលមកនេះគឺយើងចុចមក
ខាងស្ដាំគឺយើងតម្លើងចុះតម្លាក់បានដែរបាទបងប្អូនអត់យើងជិះលបឿនប៉ុន្មានក៏យើងអាចតម្លើងតម្លាក់តាមចិត្តយើងបានបាទមិនចាំបាច់យើងគ្រប់ម៉ូតូយើងទាញដូចជំនាន់មុនទេបាទតមកយើងចូលDTC នេះគឺជា traction បាទ traction dynamic traction control បាទនេះគឺយើងបើកហើយពេលដែលយើងជិះទៅល្អអីចឹងជិះទូងអីហ្នឹងពីច្រើនបងប្អូនយើងដឹងហើយបាទឥឡូវត្រឡប់មកចុះមកក្រោមគឺ damping ហ្នឹងគឺបូមនៅក្នុងនេះគឺមាន2 option បាទមាន road ហើយនឹង dynamic ឥឡូវខ្ញុំកំពុងតែប្រើ road ពេលយើងចុចឡើងលើគឺ dynamic ភាគច្រើនគឺខ្ញុំប្រើ road ដោយសារថា road គឺរត់ smooth បាទផ្លូវបេតុងផ្លូវកស៊ូអីរត់ទៅគឺក្រាបបាទ road គឺខ្ញុំទម្លាប់ប្រើ road តែខ្ញុំអត់សូវប្រើ dynamic ទេណាហើយ like ចុះមកក្រោមទៀតគឺពាក់ព័ន្ធនឹងបូមឡើងចុះបាទបូមឡើងចុះដោយសារតែម៉ូតូនៅក្នុងផ្ទះយើងអត់អាចបង្ហាញបងប្អូនយើងបានតែចាំមើលវីដេអូក្រោយយើងនឹងបង្ហាញពាក់ព័ន្ធនឹងបូមឡើងចុះគឺមានបូមឡើងហើយនឹងបូមចុះគឺមាន option មួយទៀតអូតូពេលដែលយើងជិះគឺកម្រិតម៉ូតូបូមឡើងតែម្ដងមានឱកាសខ្ញុំនឹងបង្ហាញលម្អិតពាក់ព័ន្ធនឹងបូមដែលខាង BMW គេអាប់ដេតថ្មីបាទឥឡូវអស់ហើយពាក់ព័ន្ធនឹង TFT គឺជាអស់ហើយខាងក្នុងនេះគឺជា setting មាន my vehicle តូប៉ុណ្ណាបាទ computer បាទហើយ setting អាស៊ីហ្នឹងពាក់ព័ន្ធនឹងបូមយើងចូលមកក្នុងគឺមានបូមហ្នឹងយើងសេរី road dynamic enduro អីយើងអាចបូកដកទៅតាមចិត្តដែលយើងគិតថាយើងជិះបែបផែនមិនត្រូវតាមស្តង់ដារដែលយើងចង់បានអញ្ចឹងណាបាទ cruise control ហ្នឹងគឺដូចខ្ញុំនិយាយមិញអញ្ចឹងបាទមានអីទេអានេះគឺជាដដែលបាទវាមានអីសំខាន់ខ្ញុំជិលនិយាយឲ្យខាត់ពេលអា vehicle setting នេះដូចជានេះយើងអាចកំណត់ mode បានងាយយើងអាចដូរ mode តាមប្រអប់ដៃស្ដាំនេះដោយ short cut យើងមកចូលក្នុងពីព្រោះបើសិនជាយើងធីកទាំងអស់វាវែងឆ្ងាយបាទរៀបរាប់ច្រើនហើយភ្លើងគឺពាក់ព័ន្ធនឹង fog light ហ្នឹងបាទ daytime running light ហ្នឹងគឺក្នុងទាំងអស់ system setting ដៃខែនិង unit បាទ connect ទូរស័ព្ទ display ពាក់ព័ន្ធនឹងពន្លឺ TFT និង information និង reset បាទគឺអត់មានអីស្មុគស្មាញទេគឺដល់ like តែប្រហែលដែលខ្ញុំជម្រាបជូនបងប្អូនមិញហ្នឹងបាទហើយនឹងផ្លាស់ប្ដូររូបរាងថ្មីឥឡូវយើងចប់ផ្នែកខាងមុខយើងត្រឡប់មកក្រោយតិចបាទយើងកិលម្ដងតិចនេះគឺជាកន្លែងដែលដាក់ទូរស័ព្ទដាក់សោកាលពីចំនួនមុនណាចំនួនដាក់ទូរស័ព្ទអត់ចូលទេបាទដាក់បានសោអីពេកពុកឥឡូវសេរីថ្មីនេះបាទគេមានដូចសាកនៅក្នុងនឹងឲ្យយើងទៀតបាទបងប្អូនឃើញអត់នេះគឺជាដូច USB Type C បាទ USB Type C ហើយទំហំទូរស័ព្ទអត់ទេ C point បាទ16 Pro Max អីSamsung Z Fold អីបាទដាក់ឡាក់បាទនេះឡប់តែម្ដងបាទតើបន្ថែមពេលទៀតយើងដាក់ដោតខាងសាកមកខាងសាកវីដេអូនិយាយរៀបរាប់ច្រើននេះតែមិនសូវបាននិយាយច្រើនដល់នេះបាទដោតលឹបហើយយើងកាច់កមកនេះទៀតនេះវីឡូយើងកាច់កនេះហើយយើងដាក់ខ្សែចុះចឹងមកបាទហើយយើងដាក់ទាញខ្សែនេះមកអីទេបិទចិត្តទេបាទកុំបារម្ភបងប្អូនហើយដោតដូចផ្លប់ជើងទូរស័ព្ទយើងវិល rotate បានតែចិត្តបាទអូខេចប់ហើយដូចជាមកខាងនេះសម្រាប់អត់មានលុយដូរទេបងប្អូនអានេះគឺជាធុងសេរីថ្មីបាទរូបរាងបងប្អូនពេញចិត្តអត់ខ្ញុំគិតថាធុងនេះស័ក្តិសមបំផុតបាទគឺការពីជំនាន់មុនធុងសេរីអត់ស្អាត